ពិធីបុណ្យកឋិនទានវត្តនេនតូសីហាបានបញ្ចប់ព្រះតេជគុណឡុងសុភ័ក្របង្ហោះសារថ្លែងអំណរគុណញាតិញោមដែលបានអញ្ជើញមកកឋិនវត្តព្រៃថ្មីនិងបានបង្ហាញពីទិដ្ឋភាពខាងក្នុងព្រះវិហារដ៏ស្រស់ស្អាតគួរបញ្ជាក់ផងដែរថាពិធីបុណ្យកឋិនទានវត្តព្រៃថ្មីគឺបានប្រពឡើងនៅថ្ងៃសៅរ៍4កើតនិងថ្ងៃអាទិត្យ5កើតខែកដឹកឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី26 ខែតុលាឆ្នាំ2025កន្លងទៅនេះដែលពិធីបុណ្យអង្គឋិនទាននៅក្នុងវត្តពង្គតបរិយហៅវត្តព្រៃថ្មីបានបញ្ចប់ទៅយ៉ាងរលូនក្រោមវត្តមានចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនមហាជនប្រជាពុទ្ធបរិស័ទជិតឆ្ងាយប្រកបទៅដោយភាពសប្បាយរីករាយនិងរំភើបក្រៃលែងអ្វីដែលធ្វើឲ្យពុទ្ធបរិស័ទជិតឆ្ងាយកាន់តែមានភាពសប្បាយរីករាយនិងរំភើបទៀតនោះគឺពួកគាត់បានជួបថ្វាយបង្គំដោយផ្ទាល់ជាមួយនឹងព្រះអង្គតូសីហាដោយឡែកតាមរយៈ Page Facebook ផ្លូវការរបស់ព្រះតេជគុណឡុងសុភ័ក្រដែលជាព្រះគ្រូចៅអធិការវត្តពង្គតបរិយហៅវត្តព្រៃថ្មីបានបង្ហោះសារកាលពីរាត្រីថ្ងៃអាទិត្យ5កើតខែកដឹកឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី26ខែតុលាឆ្នាំ2025ម្សិលមិញនេះក្រោយពីបញ្ចប់ពិធីបុណ្យអង្គឋិនទានដោយព្រះតេជគុណបានបង្ហោះរូបភាពជាច្រើនសន្លឹកពីទិដ្ឋភាពខាងក្នុងព្រះវិហារដែលបានបង្ហាញពីទិដ្ឋភាពខាងក្នុងព្រះវិហារដ៏ស្រស់ស្អាតពីកម្មវិធីវេអង្គឋិនទានដោយភ្ជាប់ជាមួយនឹងសំណេរយ៉ាងដូចនេះថាសូមថ្លែងអំណរអគុណញាតិញោមទាំងអស់ដែលបានអញ្ជើញមកកឋិនទានវត្តព្រៃថ្មីសូមជូនពរញាតិញោមទាំងអស់ឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនរហូតកុំបីអាក់ខានឡើយហើយអ្វីដែលធ្វើឲ្យបងប្អូនមហាជនពុទ្ធបរិស័ទជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមនិងអ្នកគាំទ្រនាងតូសីហាមានក្តីរំភើបជាមួយនឹងរូបភាពទាំងនេះគឺបានបង្ហាញពីទិដ្ឋភាពខាងក្នុងព្រះវិហារដ៏ស្រស់ស្អាតដែលបានសម្រេចនូវការសាងសង់ប្រមាណជាង 90% ទៅហើយដែលអាចធ្វើឲ្យកម្មវិធីអង្គឋិនទាននេះអាចប្រោបឡើងនៅខាងក្នុងព្រះវិហារដ៏ស្រស់ស្អាតមួយនេះយើងសង្កេតឃើញថាការក្រាលឥដ្ឋការ៉ូក៏បានរួចរាល់រីឯគំនូរនៅលើជញ្ជាំងក៏បានគូរស្ទើរតែរួចរាល់ផងដែរនៅក្នុងកម្មវិធីអង្គឋិនទាននោះគឺមានញាតិញោមពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រីយ៉ាងច្រើនកុះករបានអញ្ជើញមកកាន់ទីវត្តព្រៃថ្មីដើម្បីជួបថ្វាយបង្គំយ៉ាងកក់ក្ដៅប្រកបទៅដោយសេចក្តីជ្រះថ្លាក្រៃលែងចំពោះនេនតូសីហានេះគឺជាក្តីរំភើបត្រេកអរដែលញាតិញោមពុទ្ធបរិស័ទបានជួបថ្វាយបង្គំដោយផ្ទាល់ជាមួយនឹងព្រះអង្គតូសីហាដែលជាក្តីប្រាថ្នាជាយូរមកហើយរបស់ពួកគាត់ជាមួយនឹងការចែករំលែករូបភាពទាំងនេះព្រះអង្គគ្រូចៅអធិការក៏បានសម្ដែងនៅប្រតិយរំភើបរីករាយនេះគឺជាភាពល្បីល្បាញក៏ដូចជាការស្រឡាញ់ចូលចិត្តបូករួមជាមួយនឹងក្តីអាណិតអាសូរផងនោះបានធ្វើឲ្យបងប្អូនញាតិញោមពុទ្ធបរិស័ទគ្រប់ទិសទីតែងតែគាំទ្រនិងរង់ចាំការនិមន្តរបស់ព្រះអង្គតូចដើម្បីបានជួបព្រះភ័ក្ត្រផ្ទាល់និងថ្វាយបង្គំដោយផ្ទាល់ផងដែរក្រោយពីបានទស្សនានៅរូបភាពក៏ដូចជាការចែករំលែករបស់ព្រះអង្គគ្រូចៅអធិការនេះហើយបងប្អូនញាតិញោមពុទ្ធបរិស័ទអ្នកប្រើប្រាស់បណ្ដាញសង្គមបានសម្ដែងនូវការសប្បាយរីករាយនិងក្តីរំភើបចំពោះបុណ្យកុសលមួយនេះទិដ្ឋភាពនៅក្នុងថ្ងៃសូត្រមន្តកឋិនទានវត្តព្រៃថ្មីដោយដែលប្រិយមិត្តពុកម៉ែបងប្អូនបានជ្រាបរួចបង្ហាញថាកឋិនទាននៅក្នុងវត្តព្រៃថ្មីដែលជាវត្តនេនតូសីហាកំពុងគង់នៅនិងសិក្សារៀនសូត្រនោះគឺបានសូត្រមន្តនៅថ្ងៃសៅរ៍4កើតនិងថ្ងៃអាទិត្យ5កើតខែកដឹកឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី26 ខែតុលាឆ្នាំ2025ដល់ឡែកកាលពីម្សិលមិញនេះគឺនៅថ្ងៃសៅរ៍4កើតខែកដឹកដែលត្រូវនៅថ្ងៃទី25ខែតុលាគឺជាថ្ងៃសូត្រមន្តនៅក្នុងវត្តព្រៃថ្មីដែលយើងឃើញថាមានញាតិញោមពុទ្ធបរិស័ទជាច្រើនបានអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីសូត្រមន្តនៅក្នុងវត្តព្រៃថ្មីនេះដោយសេចក្តីជ្រះថ្លាដែលពិធីសូត្រមន្តនេះគឺបញ្ចប់ទៅយ៉ាងរលូនក្រោមវត្តមានចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនមហាជនប្រជាពុទ្ធបរិស័ទជិតឆ្ងាយប្រកបដោយភាពសប្បាយរីករាយនិងរំភើបក្រៃលែងអ្វីដែលធ្វើឲ្យមហាជនពុទ្ធបរិស័ទជិតឆ្ងាយកាន់តែមានភាពសប្បាយរីករាយនិងរំភើបទៀតនោះគឺពួកគាត់បានជួបថ្វាយបង្គំដោយផ្ទាល់ជាមួយនឹងព្រះអង្គតូសីហា
តែឡែសម្រាប់បងប្អូនពុទ្ធបរិស័ទដែលអញ្ជើញមកពីទីជិតទីឆ្ងាយក៏បានមកកាន់ពិធីបុណ្យអង្គដ្ឋានទាននៅក្នុងវត្តព្រៃថ្មីនេះផងដែរយោងតាមការចែករំលែកវីដេអូនិងរូបភាពជាច្រើនដោយព្រះអង្គគ្រូចៅអធិការវត្តព្រៃថ្មីគឺព្រះអង្គឡុងសុភ័ក្របានបង្ហោះនៅលើបណ្ដាញសង្គមរបស់ព្រះអង្គដោយព្រះអង្គបានសរសេរសំណេរភ្ជាប់យ៉ាងដូចនេះថាចម្រើនពរញាតិញោមកឋិនទានវត្តព្រៃថ្មីយើងសូត្រមន្តយប់នេះហើយសូមអនុមោទនាកម្មវិធីបុណ្យកឋិនទានពេលល្ងាចតាមរយៈវីដេអូនិងរូបភាពដែលព្រះអង្គគ្រូចៅអធិការវត្តព្រៃថ្មីបានចែករំលែកនៅលើបណ្ដាញសង្គមយើងសង្កេតឃើញថាមានញាតិញោមពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រីយ៉ាងច្រើនកកកបានអញ្ជើញមកកាន់ទីវត្តព្រៃថ្មីដើម្បីទទួលស្វាគមន៍ក៏ដូចជាជួបថ្វាយបង្គំយ៉ាងកក់ក្ដៅប្រកបដោយសេចក្តីជ្រះថ្លាក្រៃលែងចំពោះព្រះសង្ឃគ្រប់ព្រះអង្គនិងអនុមោទនានៅកម្មវិធីបុណ្យនេះនៅក្នុងនោះក៏បានបង្ហាញពីសកម្មភាពរបស់កូននេនតូសីហានៅក្នុងកម្មវិធីសូត្រមន្តនៅក្នុងកម្មវិធីបុណ្យអង្គដ្ឋានទាននេះដែលមានញាតិញោមច្រើនកកកទាំងក្មេងទាំងចាស់ប្រុសស្រីមានទឹកមុខញញឹមប្រកបទៅដោយសេចក្តីរំភើបត្រេកអរដែលបានជួបថ្វាយបង្គំដោយផ្ទាល់ជាមួយនឹងព្រះអង្គតូចដែលជាសេចក្តីប្រាថ្នាជាយូរមកហើយរបស់ពួកគាត់ជាមួយនឹងការចែករំលែកនៅវីដេអូនិងរូបភាពទាំងនេះព្រះអង្គគ្រូចៅអធិការវត្តបានសម្ដែងនូវក្តីរំភើបរីករាយចំពោះវត្តមានរបស់បងប្អូនញាតិញោមពុទ្ធបរិស័ទទាំងអស់តែបានអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីបុណ្យនាពេលនេះភាពល្បីល្បាញក៏ដូចជាការស្រឡាញ់ចូលចិត្តបូករួមជាមួយនឹងក្តីអាណិតអាសូរផងនោះបានធ្វើឲ្យញាតិញោមពុទ្ធបរិស័ទគ្រប់ទិសទីតែងតែគាំទ្រនិងរងចាំការនិមន្តរបស់ព្រះអង្គតូចដើម្បីបានជួបដោយផ្ទាល់និងថ្វាយបង្គំដោយផ្ទាល់ផងដែរក្រោយពីបានទស្សនាវីដេអូនិងរូបភាពជាច្រើនពីសកម្មភាពនិងទស្សនវិជ្ជានៃពិធីសូត្រមន្តអង្គដ្ឋានទាននៅក្នុងវត្តព្រៃថ្មីនេះហើយមានបងប្អូនជាច្រើនបានសម្ដែងនូវការពេញចិត្តនិងរំភើបជំនួសកូននេនតូសីហាក៏ដូចជាព្រះអង្គគ្រូចៅអធិការវត្តនិងវត្តព្រៃថ្មីទាំងមូលដែលមានញាតិញោមពុទ្ធបរិស័ទចូលរួមនៅក្នុងកម្មវិធីនេះច្រើនកកកជ្រះថ្លាណាស់លោកជំទាវលៀងវិឆេងហ៊ុនណេងព្រមទាំងញាតិព្រះធរបានអញ្ជើញមកវត្តព្រៃថ្មីមុនបុណ្យកឋិនទានខណៈដែលពិធីបុណ្យកឋិនទានវត្តព្រៃថ្មីគឺនឹងប្រារព្ធនៅការសូត្រមន្តនៅល្ងាចនេះហើយដោយតែប្រិយមិត្តពុកម៉ែបងប្អូនបានជ្រាបរួចមកហើយថាវត្តព្រៃថ្មីគឺមានការកសាងជាច្រើននៅក្នុងវត្តជាពិសេសគឺព្រះវិហារដែលជាបំណងដ៏ធំបំផុតរបស់ព្រះសង្ឃនៅក្នុងវត្តទាំងមូលព្រមទាំងប្រជាពុទ្ធបរិស័ទពិសេសគឺជាបំណងដ៏មុតមមរបស់ព្រះអង្គតូសីហាបើតាមការបញ្ជាក់ពីព្រះអង្គគ្រូចៅអធិការវត្តព្រះវិហារគឺបានកសាងជិតរួចរាល់ហើយគឺមកដល់បច្ចុប្បន្ននេះការដាក់ទ្វារការក្រាលការ៉ូក៏បានរួចរាល់ហើយដែររីឯគំនូរនៅលើជញ្ជាំងក៏បានគូរគំនូររួចរាល់ជាច្រើនផ្ទាំងផងដែរសម្រាប់ពិធីបុណ្យកឋិនទាននៅក្នុងវត្តព្រៃថ្មីនេះគឺនឹងសូត្រមន្តនៅយប់នេះហើយពោលគឺនៅថ្ងៃសៅរ៍4កើតខែកដិកឆ្នាំម្សាញ់សប្តស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី25ខែតុលាឆ្នាំ2025ហើយចំពោះពិធីហែអង្គដ្ឋានទានគឺប្រពឡើងនៅថ្ងៃទី25ខែតុលាឆ្នាំ2025ដែលត្រូវនឹងថ្ងៃអាទិត្យជាមួយនឹងការប្រារព្ធពិធីបុណ្យកឋិនទាននេះផងដែរព្រះតេជគុណឡុងសុភ័ក្រក៏បានជូនដំណឹងទៅកាន់ញាតិញោមផងដែរថាកឋិនវត្តព្រៃថ្មីសូត្រមន្តស្អែកវេលាម៉ោង4និងសម្ដែងព្រះធម៌ទេសនាវេលាម៉ោង5ចម្រើនពរហើយព្រះតេជគុណឡុងសុភ័ក្រក៏បានជូនដំណឹងទៅដល់ញាតិញោមទាំងអស់ដែលមានត្រៃនិងលៀងសូមញាតិញោមយកមកកាន់វត្តដើម្បីឲ្យព្រះអង្គធ្វើការរៀបចំឲ្យបានរួចរាល់ផងដែរនៅមុនពិធីបុណ្យកឋិនទាននេះចាប់ផ្ដើមរីឯលោកជំទាវលៀងវិឆេងហ៊ុនណេងក៏បានអញ្ជើញមកកាន់វត្តព្រៃថ្មីនៅមុនពិធីបុណ្យកឋិនទានចូលមកដល់ផងដែរដោយព្រះតេជគុណឡុងសុភ័ក្របានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើទំព័រ Facebook ផ្លូវការរបស់ព្រះអង្គកាលពីថ្ងៃសុក្រ3កើតខែកដិកឆ្នាំម្សាញ់សប្តស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី24ខែតុលាឆ្នាំ2025ដោយព្រះអង្គសរសេរសំណេរភ្ជាប់យ៉ាងដូចនេះថាអាត្មាភាពសូមថ្លែងអំណរអគុណលោកជំទាវលៀងវិឆេងហ៊ុនណេងព្រមទាំងញាតិព្រះ
ធម៌ដែលបានអញ្ជើញមកមុនថ្ងៃកឋិនមួយថ្ងៃអាត្មាភាពពិតជាមានសេចក្តីរំភើបណាស់ដែលញោមតែងតែចូលរួមកសាងវត្តកន្លងមករហូតជូនពរញោមឲ្យជួបតែសេចក្តីសុខគ្រប់ប្រការអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយលោកជំទាវលៀងវុឆេងហ៊ុននេងគួរបញ្ជាក់ផងដែរថាពិធីបុណ្យកឋិនទានគឺជាពិធីបុណ្យធំមួយនៅក្នុងព្រះពុទ្ធសាសនាដែលមានរយៈពេល29ថ្ងៃគឺចាប់ពីថ្ងៃ1រោចខែអាសត់ដល់ថ្ងៃ15កើតខែកត្តិកជារៀងរាល់ឆ្នាំពោលគឺនៅក្រោយថ្ងៃចេញព្រះវស្សាបានមួយថ្ងៃ